បាទសួស្តីអ្នកទាំងអស់គ្នាចំពោះវីដេអូនេះគឺយើងចូលទៅដល់លំហាត់យើងបន្តទៀតគឺចូលទៅដល់លំហាត់ទី7បាទអ្នកទាំងអស់គ្នាអញ្ចឹងចំពោះលំហាត់ទី7របស់យើងគឺយើងមកមើលប្រធានរបស់យើងអញ្ចឹងលំហាត់ទី7របស់យើងគឺមានន័យថាគេចុចទៅលើ PB1 មានន័យថារងចាំ15វិទៅអំពូលនឹងភ្លឺមានន័យថានៅក្នុងលក្ខខណ្ឌនេះគឺរងចាំដំណើរការតែនៅក្នុងករណីនេះនៅពេលដែលភ្លឺរហូតចង់បញ្ឈប់តចុច PB0 អូខេមានន័យថាចុចប៊ូតុងទី1 15វិក្រោយទៅអំពូលនឹងភ្លឺបន្តមកទៀតភ្លឺរហូតចង់បញ្ឈប់តតែចុច PB0 បាទអញ្ចឹងយើងចូលមកលើ sequence របស់យើងបាទអ្នកទាំងអស់គ្នានេះគឺជា sequence របស់យើងនៅក្នុងត្រង់ចំណុចនេះគឺខ្ញុំបានគូរួចរាល់ហើយដោយសារតែខ្ញុំអត់ចង់ឲ្យវីដេអូនេះវែងសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំបញ្យល់ខ្លីៗតែម្ដងបាទអ្នកទាំងអស់គ្នាចំពោះលំហាត់ទី7របស់យើងមើលណាចុចប៊ូតុងទី1រងចាំ15វិអំពូលនឹងភ្លឺចុច PB0 បញ្ឈប់អញ្ចឹងយើង check មកលើ sequence របស់យើងអញ្ចឹង PB0 នេះគឺជាអីគេប្រភេទប៊ូតុង stop រីឯ PB1 គឺជាប្រភេទប៊ូតុង start អញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការ test ជូនអ្នកទាំងអស់គ្នាមើលណានៅពេលដែលយើង start ទៅលើ PB1 អញ្ចឹង relay ទី1នេះដើរជើងនេះជាប់វាធ្វើឲ្យ timer នេះដើរ timer នេះកំពុងតែដើរវាកំពុងតែរាប់តើតែរាប់គ្រប់នាទីទើបអីគេ timer នេះជើង timer ចំហនេះទៅជាជាប់ធ្វើឲ្យអំពូលនេះភ្លឺខេអ្នកទាំងអស់គ្នាភ្លឺរហូតចង់បញ្ឈប់តើចុចអីចុច PB0 តោះនេះយើងចុច PB0 នោះមកវានឹងធ្វើការកាត់ផ្ដាច់វិញតោះនេះអ្នកទាំងអស់គ្នាយល់អ្វីខ្ញុំនិយាយអញ្ចឹងនៅក្នុងត្រង់ចំណុចនេះមានន័យថាចុចភ្លាមវាអត់តដំណើរការទេតើតែគ្រប់15វិទើបអំពូលនឹងភ្លឺក៏ប៉ុន្តែនៅក្នុងលក្ខខណ្ឌនេះនៅពេលដែលវាភ្លឺរហូតចង់បញ្ឈប់តើចុច PB0 មានន័យថា sequence នេះរងចាំដំណើរការអញ្ចឹងខ្ញុំ start ថ្មីនេះ start PB1 relay នេះដើរអានេះជាប់ធ្វើឲ្យ timer នេះដើរកំពុងតែរាប់គ្រប់10វានឹងមកជាប់ត្រង់ចំណុចនេះវាជាប្រភេទ NO វាដំណើរការរាប់គ្រប់វានឹងទៅជា NC វានឹងជាប់ឃើញទេវាធ្វើឲ្យគេអំពូលនេះភ្លឺអញ្ចឹងអំពូលនឹងភ្លឺរហូតចង់បញ្ឈប់តើចុចអីចុច PB0 បញ្ឈប់ទើបបញ្ឈប់បានតោះនេះអ្នកទាំងអស់គ្នាអញ្ចឹងចំពោះលំហាត់ទី7គឺមានតែប៉ុណ្្នឹងទេអូខេអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយអញ្ចឹងបើសិនជាចង់បានទៅលើ comment ចង់បានទៅលើ sequence នេះ complete comment នៅក្នុងវីដេអូ complete like and share ដើម្បីបានវីដេអូថ្មីបន្តទៀតបាយបាយ